Hạt vậy bạn chiaមនុស្សយើងអាចខ្លាចទៅជាមនុស្សចោះចាញ់បានក៏ពិតមនុស្សចោះចាញ់ដែលឆាប់បោះបង់មិនមែនដោយសារគាត់អស់មិនមែនដោយសារគាត់ធ្វើមិនល្អមិនមែនដោយសារគាត់ធ្វើរឿងនេះមិនបានធ្វើរឿងនោះមិនបានទេប៉ុន្តែដោយសារតែគាត់ចង់បានអ្វីលឿនពេកធម្មតាជីវិតរបស់យើងគឺមានរយៈពេលវែងយើងក៏ធ្លាប់ដូចដែរថាជីវិតយើងមើលអត់ឃើញទេយើងអាចមានទាំងថ្ងៃស្អែកមានរឿងអីកើតឡើងប៉ុន្តែយើងនៅតែមានឱកាសទៅមុខបន្តទៀតតែបើសិនជាយើងចាប់ដើមចង់បានអ្វីលឿនពេកតែយើងអត់បានព្យាយាមយើងអត់បានតស៊ូសោះហើយនៅពេលដែលយើងអត់ទទួលបានយើងមានអារម្មណ៍ថាយើងបោះបង់ហើយយើងចុះចាញ់ហើយយើងអត់ចង់ធ្វើអញ្ចឹងបន្តទៀតទេទាំងតាមពិតយើងអត់ទាន់បានខំអស់ពីលទ្ធភាពរបស់យើងទាំងតាមពិតអ្វីដែលយើងបានធ្វើនៅពេលខ្លះវាចិត្តនឹងដល់ហើយគ្រាន់តែថាវាចំណាយពេលបន្តិចប៉ុន្តែដល់ពេលយើងគិតថាចំណាយពេលយូរពេកយើងក៏បោះបង់វិញហើយយើងធ្វើអីផ្សេងអញ្ចឹងយូរទៅពីមួយទៅមួយវាធ្វើឲ្យយើងទៅជាមនុស្សអ្នកដែលអត់មានភាពជោគជ័យមួយខ្លួនឯងឬក៏យើងឆាប់បោះបង់រឿងគ្រប់យ៉ាងដែលយើងបានយើងចាប់បានធ្វើរឿងអីមួយកុំព្យាយាមចង់បានអីលឿនពេកយើងត្រូវតស៊ូព្យាយាមហើយដាក់ចិត្តដាក់កាយមួយវាសិនព្រោះដោយសារតែរបស់មួយទំនំតែគេបានល្អរំពងតែគេបានជោគជ័យគឺគេត្រូវឆ្លងកាត់រឿងជាច្រើនអញ្ចឹងយើងក៏ដូចគ្នាដើម្បីយើងអាចទទួលបានជោគជ័យក៏យើងត្រូវតែឆ្លងកាត់រឿងច្រើនដូចគេដែរ